អញ្ញងសុស្ដីទាំងអស់គ្នាថ្ងៃនេះយើងបន្តភាគក្នុងរឿងជួបស្នេហ៍ក្នុងហ្គេមទាំងអស់គ្នាបើក្បាលដំបូងនៃភាគនេះយើងឃើញថាយូណាគឺបាននិយាយទៀតថាហេជេប្រហែលជាតក់ស្លុតខ្លាំងហើយមើលទៅគាត់បានឮថាសេយ៉ុងបានបន្លំខ្លួនធ្វើជាក្មេងស្រីនៅក្នុងក្រុមរបស់ហេជេទៀតផងនាងក៏ភ្ញាក់ផ្អើលផងដែរនៅពេលបានឮអំពីវាបើសិនបើនាងដឹងឲ្យបានលឿនជាងនេះនោះនាងនឹងមិនទិញរបស់នោះពីសេយ៉ុងនោះទេប៉ុន្តែនាងក៏ឈប់និយាយត្រឹមនេះដោយឃើញថាហេជេគឺអត់តបតឲ្យនោះទេគឺស្ងាត់ឆឹងយកមកហេជេក៏ដែលតបតកើតដល់ពេលនេះគឺកំពុងតែតក់ស្លុតឡើយទេហើយសំឡេងមើលទៅអត្តសញ្ញាណប័ណ្ណរបស់សេយ៉ុងហើយក៏ពោលឡើងថាថ្ងៃខែឆ្នាំកំណត់ក៏ដូចគ្នាទៀតគេបានរកឃើញឈ្មោះសេយ៉ុងដោយចៃដន្យនៅពេលដែលគេព្យាយាមបាញ់លុយទៅកាន់សេយ៉ុងអញ្ចឹងវាមិនមែនជាការកុហកនោះទេហើយអ្វីដែលសំខាន់នោះគឺប្រសិនបើគឹមសេយ៉ុងគឺជាមនុស្សប្រុសអញ្ចឹងវាបានបកស្រាយជាច្បាស់ហើយពីអាកប្បកិរិយាដ៏គួរសង្ស័យរបស់គីសេយ៉ុងកន្លងមកគិតឃើញបែបនេះរួចហីជេក៏បានផ្អែកក្បាលទៅនឹងកៅអីព្រមទាំងស្រែកឡើងថាស៊ីវូយ៉នអាចចង្រៃពូកែសង្កេតនឹងរឿងឯងនេះបន្ទាប់ពីស្រែករួចហីជេគេក៏ទៅជែកចិត្តបន្តិចហើយក៏សម្លឹងមើលទៅរូបថតរបស់សេយ៉ុងម្ដងទៀតព្រមទាំងគិតថាមុខមាត់គេមើលទៅធម្មតាទេធម្មតាខ្លាំងដល់ថ្នាក់រហូតគ្មាននរណាអាចទីដឹងទេថាគេគឺជានិតខមាប៉ុន្តែហើយរួចបានជាគេព្យាយាមបោកប្រាស់ក៏ដល់ថ្នាក់នឹងប្រសិនបើចុងក្រោយគេគង់ទៅរត់គេចដដែលនឹងគេអាចធ្វើឲ្យបុរសម្នាក់ដែលគេស្អប់មើលទៅដូចជាមនុស្សល្ងង់ហើយក៏បានឆក់យករបស់ដែលមានតម្លៃថ្លៃទៅអញ្ចឹងគេមិនគួរណាព្យាយាមយកពីគាត់ឲ្យបានច្រើនជាងនេះឬក៏យ៉ាងហោចណាស់រក្សាទុកលុយនោះមុននឹងបាត់ខ្លួនបែបនេះហើយរួចបានជាគេបកគោលលុយទាំងនោះមកកាន់គាត់ដើម្បីអ្វីទៅគិតដល់ត្រឹមនេះហីជេក៏បានសម័យតការពីសេយ៉ុងបានសួរគាត់ថាចុះប្រសិនបើនរណាម្នាក់ដែលឯងគិតថាជាមនុស្សស្រីបែរជាខ្លាយទៅជាមនុស្សប្រុសទៅវិញតើឯងមានអារម្មណ៍យ៉ាងម៉េចគិតដល់ត្រឹមនេះហីជេគេក៏រនឹកថាតើពេលហ្នឹងគាត់ឆ្លើយយ៉ាងម៉េចទៅគាត់ក៏នឹកឃើញថាគាត់បានឆ្លើយថាគាត់នឹងគូតអាចចម្លែកម្នាក់នោះត្រូវហើយចាប់តាំងពីពេលហ្នឹងមកអាកប្បកិរិយារបស់សេយ៉ុងក៏ចាប់ផ្ដើមផ្លាស់ប្ដូរហើយគេក៏ចាប់ផ្ដើមទុកគាត់ចោលប៉ុន្តែហីជេក៏នៅតែឆ្ងល់ថាហេតុអ្វីទៅចាប់តាំងពីពេលហ្នឹងមកគ្រប់ពេលដែលសេយ៉ុងផុសឡើងក្នុងការគិតរបស់គាត់ក៏តែផ្ដោតអារម្មណ៍របស់គាត់ទៅផ្ដោតលើកិច្ចការដែលគាត់បានពន្យាពេលហើយគ្រប់ពេលដែលវាកើតឡើងគឺតែងតែមានការអាប់ដេតសំខាន់ដែលធ្វើឲ្យគាត់រវល់ប៉ុន្តែបញ្ហានោះគឺគ្រប់យ៉ាងហាក់បីដូចជាធ្វើឲ្យគាត់នឹកឃើញដល់សេយ៉ុងគ្រប់ពេលហើយគ្រប់ពេលដែលគាត់គិតឃើញពីសេយ៉ុងនោះគាត់ជួបប្រទះនូវអារម្មណ៍ខុសគ្នាចំនួន2ហើយអារម្មណ៍ទី1នោះគឺជាកំហឹងដែលជំរុញឲ្យគាត់តវ៉ាសេយ៉ុងប្រសិនបើគាត់បានជួបគេហើយអារម្មណ៍ទី2នោះគឺជាអារម្មណ៍ម្យ៉ាងដែលគាត់មិនអាចបញ្ជាក់បានទេវាគឺជាអារម្មណ៍ម្យ៉ាងដែលធ្វើឲ្យគាត់មិនសំណុកចិត្តទល់តែសោះហើយខណៈពេលដែលហីជេកំពុងតែដេកគិតពីសេយ៉ុងសុកទូរស័ព្ទរបស់គេក៏សូវតែលើតឹងដែលវាគឺជាសារបានមកពីយន់ណានិងគេនៅតែបន្តរឹបអាគ្នាសម្បីតែបន្តពីរឿងរ៉ាវដែលកើតឡើងលើអាយធំនោះក៏ដោយហីជេក៏បានសម្លឹងមើលសារនោះហើយព្រមទាំងគិតក្នុងចិត្តថាយន់ណាគឺល្អប៉ុន្តែហេតុអ្វីបានជានាងធ្វើឲ្យគាត់ធុញទ្រាន់ម្ល៉េះវាមានអារម្មណ៍ថាលើកបន្តិចអំពីរបៀបដែលនាងឆ្លើយតបមកកាន់គាត់3-4 reply បន្ទាប់ពីគាត់ផ្ញើសារម្ដងនីមួយៗតើសេយ៉ុងបានមានអារម្មណ៍បែបនេះដែរឬប៉ុន្តែហេជេក៏បានគាំងវិញនៅពេលដែលដឹងថាខ្លួនឯងបានគិតពីសេយ៉ុងម្ដងទៀតហើយគេក៏បានឃើញសារមួយទៀតដែលបានមកពីយូណាដែលនាងបានសរសេរថានាងបានទទួលព័ត៌មានខ្លះទាក់ទងទៅនឹងនិតខមម្នាក់នោះតែនាងនឹងមិនប្រាប់តាមឆាតនោះទេតើចង់ជួបគ្នានៅចុងសប្តាហ៍នេះទេហេជេឃើញសារមួយនឹងហើយបេះដូងរបស់គេក៏ចាប់ផ្ដើមលោតញាប់កាន់តែញាប់ទៅហើយចុងសប្តាហ៍ក៏បានមកដល់ពេលនេះហេជេនិងយូណាកំពុងតែនិយាយគ្នានៅហាងកាហ្វេមួយប៉ុន្តែមុននឹងចូលដល់សាច់រឿងយូណាក៏បាននិយាយពាក្យតាក់ទងពីខ្លួននាងទៅប្រាប់ហេជេយ៉ាងច្រើនហើយបន្ទាប់ពីនិយាយអស់ចិត្តចង់ហើយនាងក៏ចាប់ផ្ដើមចូលសាច់រឿងតែម្ដងនាងបានឮថាសេយ៉ុងគឺជាមន្ត្រីរាជការឬក៏ធ្វើការប្រហែលអ្វីដូចនេះមិត្តភ័ក្តិរបស់នាងម្នាក់ដែលបានធ្វើការប្រភេទ call center នេះដែលដំណើរការដោយរដ្ឋបាលបានប្រាប់នាងថាបុគ្គលិករដ្ឋទាំងអស់គឺមានតួនាទីនិងការងារច្បាស់រៀងៗខ្លួនដែលត្រូវបានចាត់តាំងដាក់ឲ្យដូច្នេះប្រសិនបើឯងស្គាល់ឈ្មោះនិងដឹងពីការងារអ្វីដែលគាត់ធ្វើនោះឯងប្រកាសជារកកន្លែងធ្វើការរបស់គាត់ឃើញហើយយូណាក៏បានបង្ហាញឈ្មោះរបស់សេយ៉ុងព្រមទាំងប្រាប់ពីការិយាល័យដែលពាក់ព័ន្ធរបស់ពួកគេហើយយូណាក៏បានបន្តទៀតថាហេជេក៏មិនអាចមើលពីភេទរបស់ពួកគេនោះទេប៉ុន្តែមានមនុស្សពីរនាក់ដែលអាចជាសេយ៉ុងបន្ទាប់ពីនិយាយជាមួយនឹងយូណាចប់ពេលនេះហេជេគឺកំពុងតែបើកឡាននៅតាមផ្លូវដែលកំពុងតែខលនិយាយទូរស័ព្ទជាមួយនឹងវូយ៉នដែលវូយ៉នបានសួរទៅកាន់ហេជេថាតើហេជេឈួតមែនទេតើហេជេនឹងធ្វើអ្វីទៅនៅពេលដែលគេជួបនឹងសេយ៉ុងវាយសេយ៉ុងអញ្ចឹងឬឯងនឹងចូលគុកណាឯងល្ងងហេជេគេក៏សួរទៅកាន់វូយ៉នថាចង្រៃយោវូយ៉នហេតុអ្វីមិនចាឯងខំមកយើងចំណែកឯវូយ៉នក៏ប្រុងជេរហេជេទៀតប៉ុន្តែហេជេក៏ប្រាប់ថាលើក្រោយទៅរួចហេជេក៏បានចុចបិទឬក៏មកអង្គុយគិតសំណួរដែលវូយ៉នសួរមិញថាតើគាត់នឹងធ្វើអ្វីទៅប្រពេលដែលគាត់ជួបនឹងសេយ៉ុងគាត់មិនទាន់បានគិតអំពីវាបានច្បាស់លាស់នោះទេគិតថាគាត់គាត់ទៅចាប់ផ្ដើមសួរថាហេតុអ្វីមិនជាសេយ៉ុងបាត់ខ្លួននឹងមិនតាក់ទងមកគាត់បែបហ្នឹងវាប្រហែលមកពីសេយ៉ុងអាចនឹងមានអារម្មណ៍ថាខុសឆ្គងក៏ថាបានដែរបន្ទាប់ពីសួរបែបហ្នឹងរួចហេជេក៏ថាគួរតវាយសេយ៉ុងម្ដាយវាមិនឈឺទេណាមែនទេហើយមើលរបស់ហេជេក៏ធ្វើមកពេលគាត់ដល់ចំណុចហ្នឹងហើយគឺមុខគាត់សាយឡើងខិលហ្មងហើយគេក៏បានគិតត
ទៀតថាតើសេយ៉ុងគិតថាវានឹងមិនចប់មែនទេប្រសិនបើគេគ្រាន់តែផ្ញើលុយទាំងនោះហើយនឹងបាត់ខ្លួនទៅបែបនេះគេបានបាត់ខ្លួនដោយគ្មានការសុំទោសអ្វីទាំងអស់ដូច្នេះហើយគាត់មិនមានឱកាសក្នុងការសម្រេចចិត្តថាតើគាត់គួរអភ័យទោសឲ្យសេយ៉ុងឬអត់នោះទេដំបូងគាត់នឹងទៅឃើញសេយ៉ុងឲ្យផ្ទើរភ្នែកសិនហើយបន្ទាប់ពីនោះគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដូច្នេះហើយសេយ៉ុងគឺមិនអាចរត់ចេញពីគាត់ម្ដងទៀតនោះទេហើយពេលមកដល់កន្លែងសេយ៉ុងធ្វើការហើយ receptionist នៅតុមកក៏បានប្រាប់ថាហ៊ីជេគឺមិនអាចចូលបាននោះទេលុះត្រាតែគេមានការណាត់ជួបសម្រាប់ការប្រឹក្សាអាជីពហើយគាត់ក៏បានបន្តសួរទៀតថាតើហ៊ីជេចង់ឲ្យគាត់បង្កើតការណាត់ជួបមួយអត់ដោយសារតែឃើញហ៊ីជេគាត់នៅគៀងនៅឡើយទេជាចុងក្រោយពេលនេះហ៊ីជេគឺកំពុងតែឈរទិញកាហ្វេផឹកព្រមទាំងគិតថាក៏ប៉ុន្តែគាត់មកនេះគឺនៅចង់ដឹងថាតើនេះគឺជាការិយាល័យដែលត្រឹមត្រូវទេហើយណាមួយអាហារពេលថ្ងៃនៅពេលនេះក៏វាកន្លងហួសតដែរគាត់ត្រូវតែមកម្ដងទៀតហើយមើលទៅនៅថ្ងៃបន្ទាប់ទៀតហើយគណៈពេលដែលដើរចេញពីហាងកាហ្វេនោះគេក៏បានឮមនុស្ស3នាក់និយាយគ្នាថាតើឯងចង់ផឹកអ្វីសេយ៉ុងគ្រាន់តែឮឈ្មោះមួយនេះភ្លាមហ៊ីជេដែលកំពុងដើរនោះក៏ស្គប់ភ្លាមរួចក៏បានងាកមើលក្រោយក៏ឃើញថាវាពិតជាសេយ៉ុងពិតមែនហើយឃើញបែបនេះភ្លាមហ៊ីជេគេក៏បានទៅអង្គុយតុនៅក្បែរនោះរួចក៏យកកសែតបាំមុខរបស់គេហើយសម្លឹងមើលទៅសេយ៉ុងព្រមទាំងគិតក្នុងចិត្តទៀតថាមុនពេលដែលពួកគេទាំងពីរនាក់បានជួបគ្នាគាត់មានការរំពឹងទុកខ្លះប្រហែលជាសេយ៉ុងបានស្ដាយក្រោយក្នុងការបញ្ចប់ទំនាក់ទំនងពួកគេទាំងពីរនាក់ភ្លាមបែបនេះប្រហែលជាសេយ៉ុងនៅតែស្ទាក់ស្ទើរថាតើគាត់គួរតែតាក់ទងមកគេម្ដងទៀតឬក៏អត់គាត់នៅតែមានក្តីសង្ឃឹមចំពោះរឿងនេះតែនៅពេលនេះវិញគេក៏សម្លឹងមើលទៅសេយ៉ុងគឺកំពុងតែឈរនិយាយជាមួយមនុស្សម្នាក់ទាំងសាយទៀតផងគ្រាន់តែឃើញសេយ៉ុងឈរសាយកំហឹងរបស់ហ៊ីជេក៏កើនឡើងព្រមទាំងគិតថាគេឥឡូវនេះគេកំពុងតែសាយឬហើយក៏កាត់មកពេល3-4ថ្ងៃក្រោយមកពេលនេះយើងឃើញថាហ៊ីជេគឺកំពុងតែចតឡាននៅខាងមុខកន្លែងជួលផ្ទះរបស់សេយ៉ុងហ៊ីជេពេលនេះគឺកំពុងតែនៅក្នុងឡានកំពុងតែនិយាយម្នាក់ឯងថាកាន់តែគិតអំពីវាកាន់តែធ្វើឲ្យគាត់ខឹងខណៈពេលដែលគាត់នៅទីនេះកំពុងតែលួចតាមដានសេយ៉ុងដូចជាមនុស្សចម្លែកគួរឲ្យខ្លាចម្នាក់សេយ៉ុងគឺកំពុងតែលួចនៅក្នុងជីវិតដ៏ល្អរបស់គេទៅវិញហើយជាចុងក្រោយគាត់ថែមទាំងមកដល់ផ្ទះរបស់សេយ៉ុងថែមទៀតផងកាន់តែគាត់ថែមតែឆ្ងល់ខ្លួនឯងតែហេតុអ្វីមិនក៏មកធ្វើឲ្យនៅទីនេះហើយហ៊ីជេក៏បានតែនឹកឃើញពាក្យដែលវូយ៉ុងបានសួរគេថាតើគេនឹងធ្វើអ្វីនៅពេលដែលគេឃើញសេយ៉ុងនៅឃើញសំណួរហ្នឹងហ៊ីជេក៏បានឆ្លើយថាគឺគាត់មិនដឹងនោះទេគាត់ពិតជាស្អប់វូយ៉ុងខ្លាំងមែនទែនហើយមិនបានស្អប់វូយ៉ុងរបស់ខ្ញុំវិញចឹងហើយហ៊ីជេក៏បានគាត់បន្តទៀតថាយ៉ាងហោចណាស់គាត់គួរតែទទួលបានការសុំទោសពីសេយ៉ុងល្អទេតែអាហ្នឹងគឺគាត់លែងចង់បានទៀតហើយគាត់គិតថាដំបូងគាត់នឹងនិយាយជជែកគ្នាល្អៗជាមួយនឹងសេយ៉ុងសិនបន្ទាប់មកគាត់បានត្រឹមនេះហ៊ីជេគេក៏គាំងវិញបន្ទាប់ពីឃើញសេយ៉ុងដើរកាត់មុខឡានរបស់ខ្លួនឃើញបែបនេះរួចហើយហ៊ីជេគេក៏បានបើកទ្វារឡានរត់ចុះទៅតាមសេយ៉ុងព្រមទាំងគិតក្នុងចិត្តទៀតថាអ្វីដែលសំខាន់បំផុតនៅពេលនេះគឺសូមឲ្យគាត់បានជួបសេយ៉ុងជាមុនសិនហើយបន្ទាប់ពីបានជួបហើយយើងមិនដឹងថាហ៊ីជេនឹងធ្វើអ្វីបន្តទៅទេដោយសារហ៊ីជេបានស្រែកហៅឈ្មោះរបស់សេយ៉ុងហើយគេក៏បានដើរចូលទៅខាងក្រោមចិត្តសេយ៉ុងព្រមទាំងសម្លឹងមើលសេយ៉ុងទាំងគិតក្នុងចិត្តថាសេយ៉ុងមានតែស្បែកហើយនឹងឆ្អឹងសអញ្ចឹងតើគេមានថ្លឹមធម្មតាដែលតែហ៊ានបោកប្រាស់គេបែបនោះចំណែកឯសេយ៉ុងវិញបានឃើញហ៊ីជេហើយគេក៏មានអារម្មណ៍ថាភ័យផងខ្លាចផងហើយក៏ឈោងដៃបំរុងបើកទ្វារចូលក្នុងផ្ទះប៉ុន្តែក៏ត្រូវបានហ៊ីជេវាយទ្វារមួយទំហឹងឬទៅផាំងដែលធ្វើឲ្យសេយ៉ុងភ័យលើកន្ត្រាក់ធ្លាក់មុនបំពង់ចេញពីដៃហើយនៅពេលហ្នឹងហ៊ីជេសម្លឹងមើលមុខរបស់សេយ៉ុងព្រមទាំងគិតក្នុងចិត្តថាគេនឹងមិនអនុញ្ញាតឲ្យសេយ៉ុងទៅណាទៀតទេនៅពេលនេះហើយគេក៏បានសួរសំណួរមួយឡើងថាតើសេយ៉ុងគឺជាគេមែនអត់ឬសំណួររបស់ហ៊ីជេហើយសេយ៉ុងធ្វើទឹកមុខឡើងតក់ស្លុតយកហ្មងឃើញទឹកមុខនឹងហើយហ៊ីជេគេសំចិត្តមែនទែននោះហើយគឺជាទឹកមុខដែលគេចង់ឃើញបន្ទាប់ពីរឿងរ៉ាវដែលសេយ៉ុងធ្វើឲ្យគាត់ឆ្លងកាត់មកប្រសិនបើសេយ៉ុងមើលទៅមិនក្រុមខាននឹងវានោះទេគាត់នឹងខឹងងាប់ហើយមើលទៅបន្ទាប់មកហ៊ីជេក៏បានសួរតើប្រសិនបើសេយ៉ុងមិនមែនជាគេទេហើយមិនមែនជាគេធ្វើបែបនោះចំពោះគាត់សេយ៉ុងក៏បានប្រកែកថាដោយសារតែហ៊ីជេនឹងគឺជាគោលដៅដែលងាយស្រួលសម្រាប់គាត់ហើយណាមួយគាត់ក៏បានបកគោលលុយទាំងនោះទៅឲ្យហ៊ីជេហើយប្រសិនបើហ៊ីជេនៅតែខឹងគាត់ទៀតវាយគាត់មិនដែរមកហើយនៅពេលហ្នឹងហ៊ីជេគេក៏បានឆ្លើយតបថាតើបងតែបានប៉ុណ្្នឹងគេក៏បានសំណួរវិញពីព្រោះថាសំណួរដែលគេចង់សួរនោះគឺតើសេយ៉ុងស្អប់គេដល់ថ្នាក់ហ្នឹងឬគាត់ស្ទើរតែសួរសំណួរហ្នឹងចេញមកក្រៅទៅហើយនៅពេលនោះផងដែរម្ចាស់ផ្ទះគេក៏បានមកកាត់ចង្វាក់របស់ពួកគេហើយកំឡុងពេលដែលសេយ៉ុងកំពុងតែនិយាយជាមួយនឹងម្ចាស់ផ្ទះហ៊ីជេក៏ស្លឹមមើលមុខសេយ៉ុងហើយក៏គិតក្នុងចិត្តថាតើសេយ៉ុងគិតថាគេមកទីនេះដើម្បីតែឲ្យសេយ៉ុងហ្នឹងសងលុយថ្លៃមើលដំបងនេះមែនសេយ៉ុងដឹងច្បាស់ណាស់ថាហេតុអ្វីបានជាគាត់មកទីនេះពីព្រោះតែសេយ៉ុងបានធ្វើឲ្យគាត់លងស្រឡាញ់ហើយក៏បានបាត់ខ្លួនទៅប៉ុន្តែសេយ៉ុងនៅតែបន្តធ្វើពិតជាល្ងងខ្លៅទៀតមែនទេភាពរឹងទទឹងរបស់សេយ៉ុងគឺពិតជាកោសខៅខ្លាំងណាស់សេយ៉ុងបន្ទាប់ពីឃើញហ៊ីជេកាន់តុក្កតាឯកហ៊ីជេបានផ្ដល់មកឲ្យគាត់ហើយគាត់ក៏និយាយឡើងថាតើតុក្កតានោះជាតុក្កតារបស់ហ៊ីជេមែនគាត់មិនបានដឹងពីវានោះទេដូច្នេះហើយហ៊ីជេយកតុក្កតានោះហើយក៏ឆាប់ចេញឲ្យបាត់ទៅហ៊ីជេក៏ងាកសម្លឹងមកមុខសេយ៉ុងព្រមទាំងសើចឬក៏គាត់ក្នុងចិត្តថាទីបំផុតគាត់បានដឹងហើយថាអ្វីដែលគាត់ចង់ធ្វើបន្ទាប់ពីឃើញសេយ៉ុងរួចគាត់ឃើញបែបនេះរួចហើយហ៊ីជេក៏ទម្លាក់តុក្កតាចេញពីដៃហើយក៏ចាប់សេយ៉ុងយកមកថើបសេយ៉ុងបណ្ដាហ៊ីជេក៏គាត់ក្នុងចិត្តបណ្ដាថាគឹមសេយ៉ុងគឺជាមនុស្សដែលអាចការខ្លាំងណាស់រហូតដល់គេមិនអាចលាក់បាំងភាពត្រេកអររបស់គេបានសូម្បីតែចំពោះទង្វើល្អបន្តិចបន្តួចក៏ដោយសេយ៉ុងច្បាស់ណាស់ប្រកាសជាឈឺចាប់ចំពោះទង្វើរបស់គាត់ប៉ុន្តែសេយ៉ុងនៅតែបន្តព្យាយាមរក្សាមុខមាត់របស់គេដោយនិយាយពាក្យកុហកទាំងមិនសមហេតុផលគាត់បានស្គាល់ពីសេយ៉ុងច្បាស់ណាស់រួចទៅហើយតើសេយ៉ុងគិតថាខ្លួនឯងទប់ទល់ជាមួយគាត់បានយូរប៉ុណ្ណាទៅតើគាត់នឹងធ្វើអ្វីនៅពេលដែលជួបសេយ៉ុងឬគាត់នឹងធ្វើឲ្យសេយ៉ុងព្រមសារភាពនិងទទួលស្គាល់ថាសេយ៉ុងចូលចិត្តគាត់ហើយនៅពេលដែលសេ
យងព្រមទទួលស្គាល់វានោះគាត់នឹងធ្វើឲ្យសីយ៉ុងភ្លក់រសជាតិល្វីងជូរចត់ដែលគេបានធ្វើមកលើគាត់ដោយការបាត់បង់គាត់ចោលដូចគ្នាបើគិតអំពីវាបានច្បាស់លើសទៅគឹមសីយ៉ុងគឺបានដឹងយ៉ាងច្បាស់ណាស់ថាទង្វើដ៏ផ្អែមល្ហែមយកចិត្តទុកដាក់របស់គេទាំងអស់ហ្នឹងគឺសំដៅទៅលើបងស្រីនោះទេដែលគេចូលចិត្តប៉ុន្តែសីយ៉ុងមិនខ្វល់ឬប្រកាន់វានោះឡើយដែលអ្វីទាំងអស់ហ្នឹងវាមិនធ្វើឲ្យសីយ៉ុងគឺជាគេទេឬទោះជាយ៉ាងណាក៏ដោយសីយ៉ុងនៅតែបន្តធ្វើចរិតមានដូចតែគេម្នាក់នោះទេដែលច្បាស់លាស់ជាមួយទឹកតំណងមួយនេះប្រសិនបើសីយ៉ុងគិតថាគេគឺជាគោលដៅងាយស្រួលក្នុងការបោកបញ្ឆោតនោះសីយ៉ុងមិនគួរណាបកគោលលុយទាំងនោះមុននឹងរត់ចេញនោះទេឃើញសីយ៉ុងនៅតែបន្តធ្វើល្ងងបែបនេះពិតជាធ្វើឲ្យគាត់ខ្លាំងណាស់ហើយនៅក្នុងពេលនោះគំនិតមួយដែលរត់ក្នុងខួរក្បាលរបស់គាត់នោះគឺគាត់នឹងសងសឹកសីយ៉ុងវិញដោយការប្រើវិធីសាស្ត្រដោយសីយ៉ុងធ្វើមកលើគាត់ដូចគ្នានៅពេលនោះហើយដែលហ៊ីចេបានប្រាប់សីយ៉ុងថាគាត់ស្រឡាញ់ទាំងពីរភេទដូច្នេះហើយគាត់បានប្រកាសនោះទេថាសីយ៉ុងគឺជាមនុស្សប្រុសហើយនៅពេលដែលសីយ៉ុងបានប្រាប់ថាគាត់នឹងខកទៅប៉ូលីសបើសិនបើហ៊ីចេមិនចេញពីផ្ទះរបស់គាត់ប៉ុន្តែហ៊ីចេក៏បានដកយកទូរស័ព្ទចាក់សម្លេងដែលគេបានថតទុកគំរាមសីយ៉ុងទៅវិញដោយឲ្យសីយ៉ុងត្រឡប់ទៅកាន់តំណែងរបស់ពួកគេមានពីមុនមកគាត់មិនខ្វល់នោះទេទោះបីជាគាត់បានធ្វើឲ្យសីយ៉ុងមានចំណាប់អារម្មណ៍ដ៏អាក្រក់ដំបូងចំពោះគាត់ក៏ដោយគាត់ដឹងថាសីយ៉ុងនឹងចិត្តទន់ចំពោះគាត់យ៉ាងលឿនដរាបណាគាត់អាចចូលទៅចិត្តសីយ៉ុងយ៉ាងណាក៏ដោយសីយ៉ុងគឺជាមនុស្សឯកាម្នាក់ដូច្នេះបើសិនបើគាត់នៅបន្តនិយាយថាគាត់មិនខ្វល់នោះទេថាសីយ៉ុងគឺជាមនុស្សប្រុសគាត់ចូលចិត្តសីយ៉ុងហើយក៏និយាយថាគាត់បានដឹងហើយថាសីយ៉ុងគឺចូលចិត្តគាត់ដូចគ្នាធ្វើបែបនេះសីយ៉ុងប្រកាសជាលងស្រឡាញ់ជាមួយគាត់ម្ដងទៀតហើយនៅពេលដែលសីយ៉ុងសួរហ៊ីចេថាតើវាមានរយៈពេលយូរប៉ុណ្ណាទៅដែលគាត់ទៅដើរជាមួយនឹងហ៊ីចេនៅពេលហ្នឹងហ៊ីចេក៏បានចាប់សីយ៉ុងយកមកអោបព្រមទាំងនិយាយទាំងផ្អែមល្ហែមថារហូតទៅតែគេធុញនឹងសីយ៉ុងប៉ុន្តែគេគិតថាគេមិនងាយនឹងធុញនោះទេដរាបណាគេនៅរស់ប៉ុន្តែតាមការពិតទៅពេលហ្នឹងហ៊ីចេគេគិតក្នុងចិត្តថាវានឹងបញ្ចប់ភ្លាមៗនៅពេលដែលសីយ៉ុងព្រមទទួលស្គាល់ថាខ្លួនស្រឡាញ់គាត់ហើយនៅក្នុងយប់ហ្នឹងផងដែរនៅពេលដែលសីយ៉ុងសួរថាហ៊ីចេប្រងគេនៅផ្ទះរបស់គាត់មែននៅពេលហ្នឹងហ៊ីចេគឺគ្មានបំណងនឹងគេនៅផ្ទះរបស់សីយ៉ុងនោះទេប៉ុន្តែដោយសារតែឃើញប្រតិកម្មរបស់សីយ៉ុងពេលឃើញសួរសំណួរគេម្ដងគឺវាគួរឲ្យសំណើចពេកដូច្នេះបានជាគេប្រាប់ទៅកាន់សីយ៉ុងថាគេនឹងគេនៅយប់ហ្នឹងពេលដែលជើម្ដងក្នុងបន្ទប់ទឹកហ្នឹងហ៊ីចេក៏គិតក្នុងចិត្តថារឿងសីយ៉ុងគឺពិតជាសប្បាយខ្លាំងមែនទែនហើយនៅពេលដែលយប់ជ្រៅបន្តិចហ៊ីចេគេក៏បានក្រោកឡើងចេញពីគ្រែគេងរបស់សីយ៉ុងហើយក៏បានសម្លឹងមើលផ្ទះរបស់សីយ៉ុងដោយគិតក្នុងចិត្តថាកន្លែងរបស់សីយ៉ុងគឺស្អាតនិងមានអនាម័យខ្លាំងមែនទែនទោះជាយ៉ាងណាវានៅតែជាបន្ទប់ដាក់ស្បែកជើងមួយហ្នឹងបន្ទប់ផ្ទះគេណាបងហើយនៅពេលនោះគេក៏លេចទៅឃើញសៀវភៅមួយក្បាលនៅលើតុរបស់សីយ៉ុងហើយគេក៏បានដើរទៅបើកសៀវភៅនោះមើលឃើញថាវាគឺជាសៀវភៅមួយដែលសីយ៉ុងតែងតែសរសេរបញ្ចេញអារម្មណ៍ឬក៏ដូចជា notebook មួយសម្រាប់គាត់អញ្ចឹងដែលក្នុងនោះក៏ឃើញមានពាក្យមួយដែលសរសេរថាគាត់ឃ្លានខ្លាំងណាស់គាត់សង្ឃឹមថាគាត់នឹងមានលុយ 20000 វ៉តនៅក្នុងដៃចំណែកហ៊ីចេបើឃើញរួចហើយគេក៏មិនបាននិយាយអ្វីនោះទេរួចក៏បិទសៀវភៅនោះទុកវិញរួចក៏បានដកក្តារមួយសរសេរ note ឲ្យសីយ៉ុង unblock លេខទូរស័ព្ទរបស់គេផងបន្ទាប់ពីសរសេររួចហ៊ីចេគេក៏ឈរគិតម្នាក់ឯងទៀតថាគេគ្រាន់តែទៅផ្ទះមួយផ្លេតដើម្បីយកសម្លៀកបំពាក់និងឧបករណ៍ធ្វើការមួយចំនួនហើយមួយទៀតក៏នឹងឲ្យសីយ៉ុងប្រាប់លេខកូដផ្ទះរបស់គាត់មកកាន់គេគាត់ដឹងច្បាស់ណាស់ថាសីយ៉ុងនឹងមិនព្រមចេញមកជួបគាត់នោះទេទោះបីជាគាត់សុំក៏ដោយដូច្នេះហើយគាត់នឹងផ្លាស់ប្ដូរមនោទស្សន៍សីយ៉ុងជំនួសវិញអ្នកផ្សេងប្រហែលជានឹងគិតថាគាត់ឈួតហើយក្នុងការធ្វើបែបនេះជាពិសេសនៅគឺវយ័នប៉ុន្តែគាត់មិនខ្វល់នោះទេទោះជាយ៉ាងណាក៏ដោយសីយ៉ុងបានស្អប់គាត់រួចទៅហើយដូច្នេះហើយគាត់បានជ្រើសរើសយកផ្លូវណាដែលលឿនជាងគេក្នុងការសម្រេចគោលដៅដែលគាត់បានកំណត់ទុកឲ្យបានលឿនហើយនៅពេលនោះគេក៏បានសម្លឹងមើលទៅសីយ៉ុងដែលកំពុងកេងឬក៏ឆ្ងល់ថាហេតុអ្វីបានជាសីយ៉ុងកេងទាំងជ្រួញចិញ្ចើមបែបនោះហើយគេក៏បានអង្គុយចុះយកដៃរបស់ខ្លួនទៅចុះចិញ្ចើមរបស់សីយ៉ុងកុំឲ្យជ្រួញទៀតប៉ុន្តែសីយ៉ុងក៏បានងាកចេញដែលជាហេតុធ្វើឲ្យហ៊ីចេមានកំហឹងឡើងឬក៏យកដៃរបស់ខ្លួនទៅចុចចិញ្ចើមរបស់សីយ៉ុងបណ្ដានិយាយបណ្ដាថាតើសីយ៉ុងចង់ឲ្យគាត់ឈប់ឬតើសីយ៉ុងនឹងធ្វើអ្វីទៅប្រសិនបើគេមិនឈប់ហើយបានបន្តិចសីយ៉ុងក៏លែងជ្រួញចិញ្ចើមវិញដែលធ្វើឲ្យហ៊ីចេញញឹមឡើងប៉ុន្តែគេក៏បានឈប់វិញឬឆ្ងល់ថាតើគេកំពុងតែញឹមរឿងស្អីហ្នឹងហើយបន្ទាប់មកគេក៏បានក្រោកឈរឡើងបើកទ្វារចេញទៅវិញតែមុននឹងចេញទៅគេក៏បានសម្លឹងមើលមុខសីយ៉ុងបន្តិចហើយនៅពេលដែលហ៊ីចេបានរើមកផ្ទះសីយ៉ុងបានសម្រេចហើយនៅពេលដែលកំឡុងញ៉ាំអីនោះហ៊ីចេគេក៏បានបបួលសីយ៉ុងឲ្យចូលទៅលេងក្នុងអាកដាយវិញប្រាប់ថាយ៉ាងណាក៏ដោយពួកគេទាំងពីរនាក់ក៏តាក់ទងគ្នាម្ដងទៀតនោះដែរសីយ៉ុងដែលកំពុងតែញ៉ាំមីនោះក៏ឆ្ងល់ឡើងថាតើអាមីខ្មៅហ្នឹងវាមានថ្នាំក្នុងហ្នឹងមិនបានហ៊ីចេនិយាយអីអត់ប្រយោជន៍បែបហ្នឹងហ៊ីចេក៏បានតបទៅវិញថាតើវាមិនល្អទេឬដែលមានសង្សារមានទម្លាប់អីដូចគ្នាបែបនេះហើយគេក៏បានប្រាប់បន្តទៀតថាឲ្យសីយ៉ុងហ្នឹងលុកអ៊ីនចូលភ្លាមៗទៅបន្ទាប់ពីញ៉ាំអីរួចសីយ៉ុងលឺហើយគេក៏បានដកដង្ហើមធំហ៊ីចេឃើញបែបហ្នឹងហើយគេក៏គិតក្នុងចិត្តថាសីយ៉ុងមិនសូម្បីតែព្យាយាមលាក់បាំងផងថាគេស្អប់គាត់ខ្លាំងប៉ុណ្ណាប៉ុន្តែវាចម្លែកត្រង់ថាគាត់គិតថាគាត់នឹងសម្រេចចិត្តនៅពេលដែលឃើញសីយ៉ុងមានប្រតិកម្មបែបនេះចឹងហេតុអ្វីបានជាគាត់មានអារម្មណ៍ថាខឹងនឹងមួម៉ៅបែបនេះទៅវិញបន្ទាប់ពីចូលផ្ទះរបស់សីយ៉ុងដោយគ្មានការអនុញ្ញាតគាត់បានបង្ខំឲ្យសីយ៉ុងចូលទៅលេងហ្គេមអាកដាយវិញដូច្នេះហើយគាត់អាចរំខាននឹងធ្វើបាបសីយ៉ុងដោយបើកចំហសីយ៉ុងហាក់បីដូចជាខ្វល់ខ្វាយខ្លាំងណាស់ដែលមនុស្សគ្រប់គ្នាដឹងថាគាត់គឺជាមនុស្សខ្លែងពេកនៅលើអ៊ីនធឺណិតពីព្រោះមិនដូចពីមុនទេឥឡូវនេះគាត់គ្រាន់តែដើរទៅដើរមកនៅក្នុងបន្ទប់ក្លែងយ៉ាងអៀនខ្មាសហើយក៏មិនអាចធ្វើអ្វីបានច្រើនដូចគ្នាគួរតែឲ្យសីយ៉ុងផ្លាស់ប្ដូរ username ល្អទេគាត់ចង់មានន័យថាគាត់មិនដែលចូលចិត្តតែសីយ៉ុងទៅលេងជាមួយនឹងសមាជិកក្នុងក្រុមនោះទេហើយឥឡូវនេះសីយ៉ុងអាចលេងជាមួយគាត់តែម្នាក់ឯងតែ
ប៉ុណ្ណោះហើយនៅពេលដែល log in ចូលក្នុងគេបានបន្តិចយូណាក៏ចេញមកធ្វើការស្វាគមន៍ហ៊ីជេតែនៅពេលដែលឃើញថាមានសេយ៉ុងក្នុងហ្នឹងគេក៏បានខំមកកាន់ហ៊ីជេឬក៏សួរថាជេកំពុងតែគិតអីដែលនាំសេយ៉ុងចូលក្នុងក្រុមវិញអញ្ចឹងដែលហ៊ីជេបានដឹងហើយថាក្នុងក្រុមពេលនេះគឺកំពុងតែនិយាយអាក្រក់ពីសេយ៉ុងរួចហ៊ីជេគេទៅតែនឹកឃើញថាសេយ៉ុងបានបោកយូណាឲ្យទាំងអាយធំនោះមើលនាងពិតជាខឹងខ្លាំងណាស់នៅពេលនោះហ៊ីជេគេក៏បានងើបឡើងសន្លឹងមើលទៅសេយ៉ុងឃើញថាសេយ៉ុងពេលហ្នឹងមុខរក្រហមហើយហ៊ីជេភ្ញាក់ផ្អើលមែនទែនឬក៏គិតក្នុងចិត្តថាវាគ្មានផ្លូវទេតើសេយ៉ុងគឺកំពុងតែមានអារម្មណ៍ថាឈឺចាប់មែនទេតែហេតុអ្វីទៅសេយ៉ុងអាចបញ្ចេញកំហឹងរបស់គាត់ទៅកាន់យូណាដោយដែលគាត់បានធ្វើមកកាន់ខ្លួនដូចគ្នាសេយ៉ុងគ្មានបញ្ហាទេក្នុងការជេរស្ដីគាត់ប៉ុន្តែហេតុអ្វីឥឡូវនេះគាត់បែរជាស្ងៀមស្ងាត់ទៅវិញប៉ុន្តែធ្លាក់ក្នុងអន្លង់ការគិតកាន់តែច្រើននោះយូណាក៏បានស្រែកហៅគេម្ដងទៀតឲ្យហ៊ីជេដកចេញពីការគិតវិញឬក៏បានឆ្លើយតបទៅយ៉ាងយូណាថាគេនឹងឈប់លេងជាមួយយូណាមួយរយៈហើយនៅពេលនោះផងដែរហ៊ីជេគេក៏គិតក្នុងចិត្តថាតើគេឈួតហើយមែនទេគេមិនគួរណាបោកអារម្មណ៍ពីសេយ៉ុងនោះទេសេយ៉ុងគួរតែជាមនុស្សម្នាក់ដែលបារម្ភពីគេវិញបានត្រូវហើយប្រហែលថ្ងៃក្រោយមកយើងឃើញថាពេលនេះហ៊ីជេគឺកំពុងតែឈរនិយាយទូរស័ព្ទជាមួយនឹងវូយុនដោយវូយុនបាននិយាយថាហ៊ីជេគឺពិតជាលងស្នេហ៍នឹងសេយ៉ុងខ្លាំងមែនទែនហើយដែលសេយ៉ុងអាចបញ្ជាហ៊ីជេបានទៅតាមចិត្តតែម្ដងហើយក៏បន្តទៀតថាតើសេយ៉ុងស្អាតថ្នាក់នឹងឬថាសេយ៉ុងមានប្រភេទមុខមាត់ដែលមិនអាចធ្វើឲ្យហ៊ីជេខឹងនឹងគាត់ឬវាមកពីខ្លួនប្រាណរបស់សេយ៉ុងប៉ុន្តែមិនទាន់និយាយចប់ផងហ៊ីជេក៏ប្រាប់ឲ្យវូយុននឹងបិទមាត់ទៅវូយុនឮហើយគេក៏សើចឬក៏បន្តទៀតថាតើសេយ៉ុងបាននិយាយអ្វីចំពោះហ៊ីជេទៅតើគេបាននិយាយថានឹងសងហ៊ីជេវិញដោយការប្រើប្រាស់ខ្លួនប្រាណរបស់គាត់មែនហ៊ីជេឮហើយគេក៏តបថាគាត់មិនមែនចង់បាននរណាម្នាក់ដល់ថ្នាក់នឹងដូចជាវូយុននោះទេវូយុនគេក៏បានយល់ស្របថាត្រូវហើយហ៊ីជេពេលនេះគឺត្រូវបានសេយ៉ុងក្តាប់ចាប់ទៅក្នុងដៃបាត់ទៅហើយនឹងគាត់ចង់មានន័យថារយៈពេលប្រហែលថ្ងៃនេះគាត់ឃើញអ្នកទាំងពីរដើរលេងគ្នាហាសប្បាយក្នុងអូចិនជាមួយគ្នាយ៉ាងផ្អែមល្ហែមណាស់តើហ៊ីជេដែលទ្រាំស្ដាប់ការនិយាយរបស់វូយុនចប់គេក៏បានសួរថាតើវូយុននឹងអបសុកខ្លាំងមែនបើសិនបើគ្មានអ្វីធ្វើប្រសើរទេនោះហេតុអ្វីមិនគេមិនតាក់ទងទៅកាន់សង្សារចាស់របស់គេទៅវូយុនក៏បានប្រកែកថាគេនឹងយូណាមិនបានតាក់ទងគ្នាទៅវិញថ្នាក់នឹងនោះទេហ៊ីជេឮហើយក៏មិនបានតបតអ្វីទេរួចក៏បិទទូរស័ព្ទចេញទៅគេក៏បានដើរចូលមកក្នុងផ្ទះរបស់សេយ៉ុងព្រមទាំងប្រាប់ថាគាត់មកដល់ផ្ទះហើយប៉ុន្តែក៏សម្លឹងមើលទៅបន្ទប់ឃើញថាវាស្ងាត់ជ្រាបយកហ្មងដែលជាហេតុធ្វើឲ្យហ៊ីជេចាប់ផ្ដើមភ័យស្លន់ស្លោហើយក៏សម្លឹងមើលងាកឆ្វេងងាកស្ដាំរកមើលសេយ៉ុងប៉ុន្តែមិនបានឃើញសេយ៉ុងនោះទេដែលជាហេតុធ្វើឲ្យហ៊ីជេចាប់ផ្ដើមភ័យនិងព្រួយបារម្ភឡើងរួចក៏ពោលឡើងថាម្ដងទៀតហើយឬវាប្រកាសជាបែបហ្នឹងហើយនៅពេលណាដែលរឿងចាប់ផ្ដើមកើតឡើងដោយរលូនបានបន្តិចរឿងឈូសឈ្គក់បែបនេះប្រកាសជាកើតឡើងដូចគ្នាហើយបានបន្តិចគេក៏ឮសំឡេងទឹកនៅក្នុងបន្ទប់ទឹករួចគេក៏បានទៅបើកទ្វារបន្ទប់ទឹកយកហ្មងហើយក៏បង្ហាញឲ្យឃើញថាសេយ៉ុងរបស់យើងគឺកំពុងតែឈរជូតមុខរបស់ខ្លួនទាំងរាងកាយអាក្រាតសំខាន់រាងគាត់ស្អាតសាហាវហ៊ីជេឃើញហើយគាត់មានចការផ្លឹកស្មារតីចំណែកឯសេយ៉ុងវិញក៏គាំងដូចគ្នាប៉ុន្តែក៏សួរថាតើហ៊ីជេនឹងឈួតហើយមែនហើយក៏បន្តថាតើហ៊ីជេគេកំពុងតែមើលស្អីគេនឹងឆាប់ចេញពីទីហ្នឹងទៅប៉ុន្តែហ៊ីជេគេមិនបានតបតនោះទេគេកំពុងតែលងក្នុងគំនិតរបស់គេដែលសម័យតលឺសម្ដីរបស់វូយុនសួរគេថាតើសេយ៉ុងស្អាតថ្នាក់នឹងឬក៏សេយ៉ុងមានប្រភេទមុខមាត់ដែលមិនអាចធ្វើឲ្យហ៊ីជេខឹងគេបានឬក៏ជាខ្លួនប្រាណរបស់សេយ៉ុងគិតឃើញប៉ុណ្ណឹងហ៊ីជេគេក៏សម្លឹងមើលទៅខ្លួនប្រាណរបស់សេយ៉ុងដែលជាហេតុធ្វើឲ្យមុខគេឡើងក្រហមយកហ្មងហើយខំមើលទៀតណាអត់យល់ទេបងប្អូនហើយក៏ពោលក្នុងចិត្តទៀតថាចង់ដែរយកឥឡូវនេះក៏ចប់បាត់ហើយមើលទៅយើងមានតែចាំមើលទាំងអស់គ្នាថាតើផែនការសងសឹករបស់ហ៊ីជេយើងបានជោគជ័យអត់បើគ្រាន់តែឃើញរូបរាងកូនស្រីរបស់គេសងហ្នឹងមុខក្រហមប៉ុណ្្នឹងឯហ្នឹងដឹងណាគេស្រឡាញ់ណាគេមុនទេមើលទៅភាគនេះបានបញ្ចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាចំពោះការរងចាំនិងការគាំទ្រជួបគ្នានៅវីដេអូក្រោយទៀតណាអញ្ញងបាយបាយ